សួស្តីពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នានាងខ្ញុំម៉ារីសូមស្វាគមន៍មកកាន់ Channel Marie CLTV ថ្ងៃនេះនាងខ្ញុំម៉ារីមានព័ត៌មានមួយដែលកំពុងក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្ដាញសង្គមហើយក៏ជារឿងដែលធ្វើឲ្យមហាជនជាច្រើនមានទាំងអាណិតការរិះគន់និងការពិចារណាយ៉ាងស៊ីជម្រៅទៅលើបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋនិងការអនុវត្តច្បាប់នៅកម្ពុជាបរិសម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងករណីឆក់ត្រីនៅខេត្តបាត់ដំបងពេលនេះត្រូវបានតុលាការសម្រេចដោះលែងវិញហើយករណីនេះមិនត្រឹមតែធ្វើឲ្យមានការវែងញែកពីច្បាប់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីជ្រុងមួយនៃជីវិតអ្នកក្រីក្រដែលពេលខ្លះត្រូវរញច្រានដោយសារជីវភាពនិងសម្ពាធក្នុងការរស់នៅប្រិមិត្តតើការអនុវត្តច្បាប់គូតែតឹងរឹងដាច់ខាតឬគូតែមានការពិចារណាលើស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋចង់ដឹងព័ត៌មានលម្អិតសូមតាមដានទស្សនាទាំងអស់គ្នាយោងតាមព័ត៌មានពីខេត្តបាត់ដំបងបានឲ្យដឹងថានៅថ្ងៃទី10ខែឧសភាឆ្នាំ2026តុលាការខេត្តបាត់ដំបងបានសម្រេចចេញដីកាដោះលែងលោកសានប៊ុនលក់បន្ទាប់ពីរូបលោកត្រូវបានខត់ខ្លួនពាក់ព័ន្ធនឹងករណីឆក់ត្រីដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះករណីនេះត្រូវបានចែករំលែកពេញបណ្ដាញសង្គមហើយអ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនបានបង្ហាញទស្សនៈខុសៗគ្នាខ្លះគាំទ្រការអនុវត្តច្បាប់ព្រោះការប្រើប្រាស់ឧបករណ៍ឆក់ត្រីគឺជាបទល្មើសដែលអាចបំផ្លាញធនធានជលផលនិងជីវៈចម្រុះធម្មជាតិប៉ុន្តែខ្លះទៀតក៏បង្ហាញការអាណិតអាសូរចំពោះលោកសានប៊ុនលក់ដោយសារមើលឃើញពីជីវភាពក្រីក្រនិងស្ថានភាពលំបាករបស់គាត់ព័ត៌មានបានបញ្ជាក់ថាបញ្ហាជីវភាពនិងស្ថានភាពក្រពះពោះវៀនក្នុងគ្រួសារអាចជាកត្តាធំមួយដែលជំរុញឲ្យគាត់ធ្វើសកម្មភាពនេះប្រិមិត្តនេះគឺជាចំណុចដែលធ្វើឲ្យសង្គមខ្មែរចាប់ផ្ដើមគិតឡើងវិញថាពេលខ្លះមនុស្សមិនមែនចង់ប្រព្រឹត្តខុសទេប៉ុន្តែជីវភាពជាអ្នករុញច្រានពួកគេដើរផ្លូវខុសបើយោងតាមការបញ្ជាក់របស់លោកអនុសេនីយ៍ឯកឡោមសៃឡាដែលជាមេបញ្ជាការរងវេរសនាតូច553បានឲ្យដឹងថាកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2026វេលាម៉ោង6ព្រឹកកម្លាំងយុទ្ធភូមិភាគ5ប្រចាំឃុំព្រៃចាស់បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីនៅចំណុចព្រែកហេវអតីតឡូទី11ស្ថិតក្នុងភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់គឺលោកសានប៊ុនលក់អាយុ37ឆ្នាំរស់នៅភូមិបាក់ព្រាវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានអាំងវិចតឆក់ត្រី1គ្រឿងអាគុយ40អំពែ1គ្រឿងដងឆក់ត្រី1គូនិងត្រីចម្រុះប្រមាណ2គីឡូក្រាមបន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានប្រកល់ជនសង្ស័យនឹងវត្ថុតាងទៅខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់នៅក្នុងចម្លើយសារភាពលោកសានប៊ុនលក់បានរៀបរាប់ថានៅព្រឹកថ្ងៃទី7ខែឧសភារូបលោកបានជិះកាណូតទៅធ្វើសកម្មភាពឆក់ត្រីនៅចំណុចព្រែកហេវចាប់ពីម៉ោងប្រហែល7ព្រឹកលោកបានឆក់រហូតដល់ម៉ោង9ទើបបានត្រីប្រមាណ2គីឡូក្រាមហើយក៏ឈប់សកម្មភាពរួចយកឧបករណ៍ទៅលាក់ទុកក្នុងព្រៃក្បែរនោះប៉ុន្តែពេលកំពុងដើរត្រឡប់មកផ្ទះស្រាប់តែជួបកម្លាំងទាហានប្រមាណ6នាក់ចុះមកសួរនាំដំបងលោកប្រាប់ថាទៅដាក់សន្ទូចប៉ុន្តែសមត្ថកិច្ចមិនជឿហើយក៏បានទៅរកឃើញឧបករណ៍ឆក់ត្រីដែលលាក់ទុកក្នុងព្រៃនៅទីបំផុតលោកក៏សារភាពថាឧបករណ៍ទាំងនោះជារបស់លោកពិតប្រាកដក្រោយព័ត៌មាននេះផ្ទុះឡើងនៅលើបណ្ដាញសង្គមមហាជនជាច្រើនបានចាប់ផ្ដើមវែកញែកយ៉ាងខ្លាំងជាពិសេសទៅលើច្បាប់ពាក់ព័ន្ធនឹងការឆក់ត្រីនៅកម្ពុជាអ្នកខ្លះលើកឡើងថាច្បាប់គូតែបែងចែកឲ្យច្បាស់រវាងការឆក់ត្រីនៅតំបន់ធម្មជាតិធំៗដែលប៉ះពាល់ដល់ជីវៈចម្រុះនិងការឆក់ត្រីនៅត្រពាំងតូចៗឬស្រះផ្ទាល់ខ្លួនពួកគេយល់ថាបើជាតំបន់ទឹកស្រកឬស្រះតូចៗដែលត្រីអាចងាប់ដោយសារកម្ដៅថ្ងៃការឆក់អាចមិនបង្កផលប៉ះពាល់ដូចនៅតំបន់អភិរក្សធម្មជាតិឡើយអ្នកខ្លះទៀតបញ្ជាក់ថាទោះបីជាយ៉ាងណាក៏ដោយច្បាប់គឺច្បាប់ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែគោរពដូចគ្នានេះហើយជាចំណុចដែលធ្វើឲ្យករណីនេះក្លាយជាប្រធានបទក្តៅមិនធម្មតាព្រោះវាមិនមែនគ្រាន់តែជារឿងឆក់ត្រីទេប៉ុន្តែជាការប៉ះទង្គិចរវាងការអនុវត្តច្បាប់និងជីវភាពពិតរបស់ប្រជាពលរដ្ឋអ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ក្រោយពីករណីនេះល្បីពេញបណ្ដាញសង្គមលោកជំទាវចាត់ធរសុភាបឈើបានចេញមុខប្រកាសស្វែងរកក្រុមគ្រួសាររបស់លោកសានប៊ុនលក់ដើម្បីផ្ដល់ការជួយឧបត្ថម្ភលោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ថាលោកជំទាវមិនគាំទ្រអំពើខុសច្បាប់ឡើយប៉ុន្តែក្នុងនាមជាខ្មែរដូចគ្នាលោកជំទាវចង់ជួយផ្ដល់ឱកាសឲ្យគ្រួសារក្រីក្រមួយនេះអាចមានមុខរបរត្រឹមត្រូវសម្រាប់ចិញ្ចឹមជីវិតសម្ដីមួយឃ្លារបស់លោកជំទាវដែលធ្វើឲ្យមនុស្សជាច្រើន
ច្រើនកោតសរសើរគឺការផ្ដល់មុខរបរប្រសើរជាងការផ្ដល់ត្រីពាក្យនេះមានន័យជ្រាលជ្រៅខ្លាំងណាស់ចំពោះការជួយពិតប្រាកដមិនមែនគ្រាន់តែជួយមួយពេលទេប៉ុន្តែគឺជាការផ្ដល់ឱកាសឲ្យមនុស្សម្នាក់អាចឈរជើងខ្លួនឯងបានវិញប្រិមិត្តជាទីគោរពនាងខ្ញុំម៉ារីយល់ថាករណីនេះគឺជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរយើងយ៉ាងច្បាស់មួយជ្រុងយើងត្រូវការច្បាប់ដើម្បីការពារធនធានធម្មជាតិនិងរក្សាសន្តិភាពសង្គមបើគ្មានច្បាប់ទ្រព្យសម្បត្តិធម្មជាតិអាចត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរប៉ុន្តែជ្រុងមួយទៀតយើងក៏ត្រូវសម្លឹងមើលទៅលើជីវភាពប្រជាពលរដ្ឋផងដែរពេលមនុស្សក្រីក្រខ្លាំងពេលគ្មានការងារពេលគ្មានចំណូលពួកគេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីរស់នេះមិនមែនមានន័យថាត្រូវលើកលែងទោសឲ្យអំពើខុសច្បាប់ទាំងអស់នោះទេប៉ុន្តែវាបង្ហាញថាការដោះស្រាយបញ្ហាសង្គមមិនអាចពឹងតែលើការចាប់ខ្លួនប៉ុណ្ណោះបានឡើយរដ្ឋត្រូវការបង្កើតការងារសង្គមត្រូវការមនុស្សធម៌ហើយប្រជាពលរដ្ឋត្រូវការឱកាសក្នុងការចាប់ផ្ដើមជីវិតថ្មីផងដែរជាពិសេសករណីនេះធ្វើឲ្យមានការជជែកពីការកែសម្រួលច្បាប់ឲ្យកាន់តែច្បាស់លាស់និងសម្របទៅតាមស្ថានភាពជាក់ស្ដែងព្រោះបើច្បាប់មិនច្បាស់អាចបង្កឲ្យមានការយល់ខុសការអនុវត្តខុសឬការមិនពេញចិត្តពីសាធារណជនជាចុងក្រោយនាងខ្ញុំម៉ារីសូមបញ្ជាក់ថាការគោរពច្បាប់គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបប៉ុន្តែទន្ទឹមនឹងនោះមនុស្សធម៌ការអាណិតអាសូរនិងការផ្ដល់ឱកាសក៏ជារឿងសំខាន់មិនអាចខ្វះបានដែរសង្ឃឹមថាក្រោយការដោះលែងនេះលោកសានប៊ុនលោកនឹងមានឱកាសថ្មីក្នុងជីវិតហើយអាចរកមុខរបរសុចរិតដើម្បីផ្គត់ផ្គង់គ្រួសារដោយមិនត្រូវប្រឈមនឹងបញ្ហាច្បាប់ម្ដងទៀតហើយនាងខ្ញុំម៉ារីក៏សូមកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់លោកជំទាវ សុភាបុឈើដែលបានបង្ហាញគំរូដ៏ល្អមួយក្នុងការជួយសង្គមបើប្រិមិត្តយល់យ៉ាងណាចំពោះករណីនេះតើអ្នកគិតថាច្បាប់គូតែតឹងរឹងដដែលឬគូមានការកែសម្រួលឲ្យសមស្របជាងមុនសូមបញ្ចេញមតិនៅក្នុងខមមិនខាងក្រោមដោយសុភាពរាបសារទាំងអស់គ្នានាងខ្ញុំម៉ារីសូមអរគុណពុកម៉ែបងប្អូននិងប្រិមិត្តទាំងអស់ដែលបានតាមដានស្ដាប់រហូតដល់ចប់កុំភ្លេចចុច like share និង subscribe Channel Marie CLTV ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗនិងការវិភាគស៊ីជម្រៅជាបន្តបន្ទាប់ទៀតសូមអរគុណនិងជម្រាបលា